នេះគឺជាម្ចាស់កត្រីដែលរើសចំណីបំផុតស៊ីផ្លែស្រមួយពងបានតែមួយគ្រាប់ដើម្បីបង្កើនការផលិតពងបន្ថែមមេស្រមោចខ្មៅបានយកស្ករគ្រាប់មកឲ្យក្រោយពេលបានឃើញពិភពលោកខាងក្រៅពេលឃើញស្ករគ្រាប់នាងមានការងឿងឆ្ងល់នាងក៏សាកល្បងភ្លក់បន្តិចទៅលទ្ធផលនៅវិនាទីបន្ទាប់ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងតែម្ដងវាមិនយូរប៉ុន្មាននោះទេហ្វូងស្រមោចខ្មៅចេញរកចំណីមេក្រុមស្រាប់តែឃើញប្រអប់ដែកក្នុងនោះពេញដោយដុំស្ករមេស្រមោចវាចូលក្នុងប្រអប់ក្រោយពេលបានភ្លក់រសជាតិស្ករវាសប្បាយចិត្តស្ទើរតែសន្លប់វាបញ្ជាឲ្យក្រុមបោះចោលចំណីចាស់រួចលើកប្រអប់ស្ករនេះវិញព្រោះតែស្ករក្នុងប្រអប់នេះអាចចិញ្ចឹមពួកគេបានច្រើនឆ្នាំពួកគេមិនបានដឹងខ្លួនឡើយមានសត្វល្អិតមួយនៅក្នុងប្រអប់វាបានតាមពួកគេឆ្លងកាត់ភ្នំកាត់ព្រៃជ្រៅយ៉ាងស្ងាត់ស្ងៀមពេលកំពុងឆ្លងកាត់របងថ្មពួកគេក៏បោះប្រអប់នោះចោលស្ករគ្រាប់កំពុងហៀបពេញដីពេលនោះហើយដែលពួកគេដឹងសត្វល្អិតនោះគ្រាន់តែសន្លប់តើវាមកពីពេលណាស្រាប់តែពេលនោះមានបង្គួយពណ៌ក្រហមមួយបានលេចខ្លួនឡើងពួកស្រមោចភ័យខ្លាចរត់ពួនអស់ចំណែកសត្វល្អិតក៏ប្រញាប់ក្រោកឡើងរួចចូលក្នុងប្រអប់ដែកតើថ្មទូរស័ព្ទអ្នកនៅសល់ប៉ុន្មានខំមិនប្រាប់ផងបើថ្មដូចគ្នាអាចធ្វើមិត្តបានវាប្រើសំឡេងបន្លឺឲ្យខ្លាំងឡើងធ្វើឲ្យបង្គួយរត់បាត់ស្រមោចវាក៏ក្លាយជាអ្នកសង្គ្រោះស្រមោចមេស្រមោចខ្មៅបានបបួលវាទៅកាន់អាណាចក្រស្រមោចពួកគេក៏ចាប់ផ្ដើមចេញដំណើរទៅតែមិនយូរប៉ុន្មានក៏ជួបក្រុមចៅស្រមោចក្រហមផ្លូវនេះជារបស់យើងដើមឈើនេះយើងជាអ្នកដាំបើចង់រស់រានមានជីវិតត្រូវបង់លុយថ្លៃផ្លូវមេស្រមោចខ្មៅជាអ្នកយល់ការក៏ឲ្យស្ករមួយដុំទៅពួកវាតែពួកស្រមោចក្រហមមិនស្កប់ស្កល់ក៏ដេញតាមស្រមោចខ្មៅភ្លាមចង់ប្លន់យកស្ករទាំងអស់នោះស្រមោចខ្មៅរត់ចុះពីលើភ្នំពួកវាប្រើកំប៉ុងធ្វើជាឡានប្រណាំងដើម្បីដេញតាមឲ្យទាន់ការដេញតាមយ៉ាងសាហាវបានចាប់ផ្ដើមចុងក្រោយអ្នកដំណើរទាំងពីរធ្លាក់ចូលទឹកបាតក្រុមស្រមោចខ្មៅឡើងដល់គុកវិញម្នាក់ខំសែងស្ករយ៉ាងធ្ងន់ពួកគេបន្តដំណើរត្រឡប់ទៅសម្បុកចុងក្រោយស្រមោចឪពុកខំរកលុយទិញទឹកដោះគោខ្លួនតូចតែសែងស្ករដល់ទៅ6ដុំក្រុមស្រមោចក្រហមដេញតាមពីក្រោយខណៈពេលនោះក្រុមខ្មៅកំពុងស្ករតែមានឡានបើកមកយ៉ាងលឿនដោយមានការលើកទឹកចិត្តពីមេក្រុមខ្មៅក៏សម្រេចចិត្តដើរទៅមុខពួកគេឃើញឡានកាន់តែជិតមកដល់ម្នាក់ភ័យញ័រខ្លួនអស់ហើយពួកគេនាំគ្នារត់យ៉ាងលឿនក្រុមស្រមោចខ្មៅគេចផុតពីឡានយ៉ាងប្រផិតចំណែកមេក្រុមក្រហមនៅសល់តែខ្លួនទេវាលួចដើរតាមក្រុមស្រមោចខ្មៅស្ងាត់វាបានរកឃើញសម្បុករបស់ពួកគេស្រមោចខ្មៅយកស្ករដែលរកបានចូលទៅពួកគេនាំគ្នាចូលសម្បុកម្ដងម្នាក់មហាក្សត្រីស្រមោចកំពុងតែខ្សោយខ្លាំងសុខភាពរបស់នាងមិនសូវល្អទេនាងពុំបានតែម្ដងមួយគ្រាប់ប៉ុណ្ណោះមេក្រុមខ្មៅក៏យកស្ករទៅថ្វាយនាងមិននឹកស្មានថាក្រោយស៊ីស្កររួចល្បឿនពងកើនឡើងដូចកាំភ្លើងប្រែជាលឿនដូចកាំភ្លើងយន្តតែម្ដងបាទលទ្ធផលបែបនេះវាអាចធ្វើឲ្យពួកស្រមោចខ្មៅខ្លាំងខ្លាចារកម្មស្រមោចក្រហមបានឃើញទិដ្ឋភាពនេះប្រញាប់ត្រឡប់ទៅរាយការណ៍វិញបើទុកឲ្យមេស្រមោចខ្មៅបង្កាត់ពូជមិនយូរទេវានឹងយកឈ្នះពួកស្រមោចក្រហមពួកវាបានរាយការណ៍រឿងនេះទៅមេកោយក្រោយដឹងពីចំនួនកើនឡើងនៃស្រមោចខ្មៅក៏ចាប់ផ្ដើមប្រមូលទ័ពស្រមោចក្រហមភ្លាមពីមុនពួកវាមិនដែលរំលោភបំពានគ្នាទេតែពេលនេះមានការគំរាមកំហែងដល់ពួកវាត្រូវតែបង្ក្រាបឲ្យខាងតែបានកងទ័ពស្រមោចក្រហមកំពុងសម្រុកទៅអាណាចក្រខ្មៅពួកស្រមោចខ្មៅនឹកស្មានមិនដល់តតែសោះថាគ្រោះថ្នាក់កំពុងមកដល់ពួកវាបាននាំគ្នាដេកលក់អស់ទៅហើយព្រឹកឡើងសម្លេងស្រែកផ្អើលបានដាស់ពួកវាចាប់ផ្ដើមមើលទៅជុំវិញខ្លួនស្រមោចក្រហមរាប់មិនអស់កំពុងសម្រុកមកមិនយូរទេពួកវាពាត់អាណាចក្រខ្មៅចិត្តពួកវាបាននាំយកអាវុធយុទ្ធផនមកជាមួយក្នុងបំណងកម្ចាត់ពួកស្រមោចខ្មៅឲ្យអស់តាមបញ្ជារបស់មេទ័ពស្រមោចក្រហមគ្រឿងបាញ់ថ្មចាប់ផ្ដើមបាញ់ទៅប្រាសាទខ្មៅត្រូវប្រើស្រមោច2ទៅ3ក្បាលដើម្បីបាញ់